ចឹងថ្ងៃនេះយើងនឹងមកហៅឈ្មោះសមាធិសរីរាង្គបន្តទៀតណាបាទឥឡូវយើងមើលឧទាហរណ៍ថ្ងៃនេះគឺលោកគ្រូដាក់ឲ្យ3តែម្ដងបាទអញ្ចឹងនៅពេលដែលគេឲ្យយើងហៅឈ្មោះរបស់សមាធិសរីរាង្គមានន័យថាគេឲ្យរូបមន្តស្ទើរលាបមកយើងហើយអញ្ចឹងនៅពេលដែលយើងចង់ហៅឈ្មោះសមាធិសរីរាង្គមានន័យថាទី1នោះគឺបងអូនត្រូវមើលទៅលើបង្គំនីតិអញ្ចឹងនៅពេលដែលបងអូនមើលបង្គំនីតិឃើញហើយគឺបងអូនដឹងអំពីប្រភេទសមាធិទៀតហើយអញ្ចឹងកាលណាដឹងអំពីប្រភេទសមាធិគឺយើងអាចដឹងអំពីរបៀបហៅឈ្មោះរបស់សមាធិមួយហ្នឹងបាទឥឡូវយើងមើលឧទាហរណ៍ទី1នេះបាទឧទាហរណ៍ទី1នេះយើងឃើញថានៅក្នុងសមាធិមួយនេះគឺមានបង្គំនីតិ CHO បាទអញ្ចឹងកាលណាវាមានបង្គំនីតិ CHO មានន័យថាវាជា ADX បាទអញ្ចឹងយើងហៅឈ្មោះទៅតាម ADX តែនៅក្នុងការហៅនោះជំហានទី1គឺយើងត្រូវជ្រើសរើសខ្សែមេដែលមានបង្គំ CHO នៅក្នុងហ្នឹងបាទបន្ទាប់មកយើងបង់លេខ1លើបង្គំនីតិនេះជានិច្ចបាទហើយបន្ទាប់ពីយើងបង់លេខហើយគឺយើងនឹងធ្វើការហៅឈ្មោះវាដោយបើសិនជាមានផ្នែកយើងហៅលេខផ្នែកឈ្មោះផ្នែកបន្ទាប់មកគឺហៅឈ្មោះខ្សែមេមានន័យថាយើងហៅឈ្មោះអាកានបូកចំបត់អោបាទឥឡូវយើងទៅហៅទាំងអស់គ្នាបាទឥឡូវខ្សែមេរបស់យើងគឺបើយើងមើលមកអញ្ចេះណា1 2 3 4 5 6 1 2 3 4 5ប៉ុន្តែអា6មកអញ្ចឹង6វាអត់មាន CHO ទេអញ្ចឹងយើងអត់ចូលទេយើងយកអាខ្សែដែលវែងហើយមាន CHO ទៀតបាទដូចកន្លែងអញ្ចឹង1 2 3 4 5ប៉ុន្តែវាមាន CHO នៅក្នុងហ្នឹងអញ្ចឹងហើយយើងយកហ្នឹងធ្វើជាខ្សែមេហើយកន្លែងហ្នឹងណាបាទចុះយើងបង់លេខបាទអញ្ចឹងនៅក្នុង ADX លេខ1គឺនៅកន្លែងបង្គំ CHO ជានិច្ចណាបាទ1 2 3 4 5មកក្រោមក៏5ដែរអញ្ចឹងគេយកខ្សែត្រង់ចាអ្វីដែលភ្ជាប់ជាមួយនឹងខ្សែមេនេះអានេះគឺជាផ្នែក1 2 3អញ្ចឹងមានផ្នែកដល់ទៅ3នៅលើ ADX នេះហ្នឹងអញ្ចឹងកាលណាមានផ្នែកយើងត្រូវហៅលេខផ្នែកឈ្មោះផ្នែកហើយប៉ុន្តែដោយសារផ្នែកនេះគឺវាខុសគ្នាអញ្ចឹងយើងត្រូវមើលអក្សរឡាតាំងតើមួយណាអក្សរអង់គ្លេសមុនយើងហៅវាមុនណាបាទអញ្ចឹងដូចកន្លែងនេះផ្នែកកាបូន1យើងហៅតាម alkyl គឺ methyl បាទនេះ methyl ណាបាទដល់ពេលផ្នែកដែលមានកាបូន2នេះគឺ ethyl ដើមដោយអក្សរ E ចាអក្សរ E មុនយើងហៅវាមុនមកហ្នឹងណាបាទអញ្ចឹងលេខកន្លែងទីតាំងដែល ethyl នេះគឺនៅលេខ2អញ្ចឹងគ្រូដាក់មកគឺ2បាទហើយឈ្មោះផ្នែករបស់យើងគឺ ethyl បាទបន្ទាប់មកចូលផ្នែកអក្សរបន្ទាប់ទៀតគឺអក្សរ M នេះដូចគ្នាណាចឹងហៅបញ្ចូលគ្នាបាទអញ្ចឹងដោយសារវានៅលើខ្សែមេតែមួយជាងគ្រូប្រើជាសញ្ញាសង្ខេបមកវាមាននៅទីតាំងលេខ3ហើយនិងលេខ4ណាបាទ3 4ដោយសារវាដូចគ្នា2យើងប្រើពាក្យថា D មុខឈ្មោះផ្នែកណាគឺ D methyl បាទដូចគ្នា3 3ដូចគ្នា4 tetra អញ្ចឹងមកណាបាទឥឡូវអស់ផ្នែកឲ្យចូលខ្សែមេយើងហៅតាមឈ្មោះអាកាសបូកចំបត់អោបូកអក្សរកញ្ចុងណាបាទចឹងនៅកន្លែងនេះគឺមេតានអេតានប្រូប៉ានប៊ុយតានប៉ង់តានអញ្ចឹងប៉ង់តានបញ្ចប់ដោយអក្សរណូយកអក្សរណូចុះកន្លែងអទៅយើងបានប៉ង់តាណល់ប៉ង់តាណល់ណាបាទប៉ង់តាណល់បាទអញ្ចឹងនៅពេលដែលយើងហៅឈ្មោះយើងទៅពិនិត្យលើបង្គំនីតិសិនណាបាទឥឡូវយើងចូលទៅរូបមន្តស្ទើរលេខទី2បាទទី2នេះឥឡូវយើងមើលបង្គំនីតិរបស់វាអញ្ចឹងបង្គំនីតិរបស់វាគឺ OH បាទ OH នេះបើ HO ADX បើ OH នេះគឺមានន័យថាវាជាអាកុលហើយបាទជាអាកុលណាបាទជាអាកុលអញ្ចឹងបើវាជាអាកុលយើងហៅទៅតាមឈ្មោះរបស់អាកុលហើយកន្លែងហ្នឹងណាបាទហៅតាមឈ្មោះរបស់អាកុលអញ្ចឹងនៅក្នុងការហៅឈ្មោះអាកុលទី1យើងត្រូវជ្រើសរើសខ្សែមេដែលមានក្រុម ethoxyl បាទអញ្ចឹងយើងមើលមកកន្លែងនេះគឺមាន ethoxyl ហើយវែងជាងគេវាកាបូនតគ្នាណាអញ្ចឹងយើងយកខ្សែមេបន្ទាប់មកយើងបង់លេខពីកាបូនដើមខ្សែអាចពីឆ្វេងទៅស្ដាំនិងពីស្ដាំមកឆ្វេងអញ្ចឹងយើងបង់យ៉ាងណាលេខឲ្យទីតាំង OH នេះគឺមានលេខតូចកន្លែងហ្នឹងណាបាទអញ្ចឹងបើលោកគ្រូបង់ពីស្ដាំមកឆ្វេង1 2 3 4 5 6បានដល់ទីតាំង OH តែបើលោកគ្រូបង់ពីឆ្វេងទៅស្ដាំ1 2ដល់តែម្ដងអញ្ចឹងយើងបង់ពីឆ្វេងទៅស្ដាំបាទគឺ1 2 3 4 5 6 5 7បាទអញ្ចឹងអ្វីដែលជាប់មួយខ្សែមេនេះអានេះគឺជាផ្នែកที่យើងមានផ្នែក3ហើយផ្នែកទាំង3នេះដូចគ្នាអញ្ចឹងមកដូចគ្នាហៅបញ្ចូលគ្នាមកមិនចាំបាច់ប្រៀបធៀបអក្សរឡាតាំងទេកន្លែងហ្នឹងណាបាទអញ្ចឹងវាមាននៅទីតាំងកន្លែងណាខ្លះបាទគឺមានទីតាំងលេខ3មានមេទីចំនួន2អញ្ចឹងគ្រូដាក់ថា3នេះដាក់ទី2ដែរដោយសារវាមានផ្នែក2ដាក់3 2ដងតមកនៅទីតាំងលេខ5អញ្ចឹង3 5ដូចគ្នា3យើងប្រើពាក្យថាត្រីពីមុខផ្នែកណាគឺត្រីមេទីលបាទអញ្ចឹងបន្ទាប់ពីអស់ផ្នែកហើយហៅឈ្មោះខ្សែមេមកហៅឈ្មោះអាល់កានបញ្ជាក់ទីតាំង OH បូកពាក្យថា ol មក
và chân lại next sang bây giờ mình làm pi đó metan etan propan butan fontan hexan ập tàn cái gọi là ập tàn mà ập tán hai thì tăng rồi bỏ hộp x cứ là lịch pì đó các bạn lịch pì này chứ cứ pí hay bộ bị thá all màu sẽ thả chia còn lại nữa bà ta lấy chop hai chung mà còn lấy ta cho tao được môn tí 7 mà lấy dương mơ bằng công là tí bảo biết cứ CO cứ bằng công là tí carbonyl chẳng cái nào mình bằng công là tí CO carbonyl mình thay vì chỉ cetone này chẳng có 2 từ 8 và cetone mà và chứ này không ca hai chung một cetone cứ dương trời xài mấy đại miên tục nơi CO này không nặng và miền carbon to này về những cái hay miền CO tiền và đó máu như thưa carbon lấy những bong thì carbon đang xài lấyอย่างnào thì tăng carbon CO nàyคือmiền lịch cầu và ai bongเป็นสดมันเป็นสดมันเป็นแต่เนี่ยก็ได้ก่อนถ้าก็ไปจับได้ all เซตไปจับได้ all เอาเชื่อบอกให้เราฟังยังไงvàแล้วรูบองเล็กmáu và bong piสดmáuมวยpi 3 4 5 6bằng đo CO ណាតែបង់ពីស្វែងទៅ1 2ដល់តែម្ដងអញ្ចឹងរូបបង2ទៅបាទ1 2 3 4 5 6 5 2ខ្លនេះយើងអត់បងទេដោយសារមិនមែនកបោនខ្សែមេដែលយើងយកមករកលេខនេះគឺរកតែកបោនទេកន្លែងហ្នឹងណាបាទអញ្ចឹងផ្នែករបស់យើងមានកន្លែង1កន្លែងនេះមួយទៀតបាទកន្លែងនេះមួយទៀតផ្នែកទាំង3នេះខុសគ្នាទាំង3អញ្ចឹងត្រូវប្រៀបធៀបអក្សរឡាតាំងហើយបាទដោយ Cl នេះគឺ chloro តាមអក្សរ C ហើយកន្លែងនេះផ្នែកកាបូន2គឺហៅតាម alkyl គឺ ethyl ផ្នែកកាបូន1គឺ methyl ចឹងយើងឃើញថាអក្សរ C មុនអញ្ចឹងយើងហៅកន្លែងអក្សរ C មុនមកមាននៅលេខ7ណាចឹងគូដាក់ថា7បាទ chloro បាទមកចូលផ្នែកអក្សរទៅអក្សរ E អញ្ចឹងនៅទីតាំងលេខ4គូដាក់មក4ហើយឈ្មោះផ្នែករបស់យើងគឺ A ethyl បន្តមកទៀតគឺនៅទីតាំងលេខ3បាទគឺផ្នែកកាបូន1នេះគឺ3 methyl បាទបន្តមកចូលដល់ឈ្មោះខ្សែមេអស់ផ្នែកហើយអញ្ចឹងខ្សែមេយើងក៏បាន7ណាមេតានអេតានប្រូប៉ានប៊ុយតានផង់តានអ៊ីសានអឹបតានអញ្ចឹងគ្រូដាក់អឹបតានមកតានបន្តមកបូកទីតាំង CO គឺនៅលេខ2បាទអញ្ចឹង2បូកពាក្យថាអូនបាទពាក្យថាវាជាសេតូនបាទអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងបាទគឺយើងរៀនហៅឈ្មោះពីសមាសភាពសរីរាង្គបានតែ3ប្រភេទណាបាទគឺមានអាឌីអ៊ីតអាកុលហើយនិងសេតូនចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណសូម